នាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសនៃកម្ពុជាក៏ដូចជាក្នុងប្រទេសនិងក្រៅប្រទេសមានការឈឺចាប់យ៉ាងក្រៃលែងចំពោះទាហានសៀមក៏ដូចជាថ្នាក់ដឹកនាំសៀមដែលបានធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាដែលបានរំលោភបំពានទឹកដីកម្ពុជាមិនថាតាមបន្ទាត់ព្រំដែនក៏ដូចជាវាយប្រហារទៅលើបណ្ដាខេត្តដែលជាប់នៅព្រំដែនភាគខាងលិចមិនថាខ្ញុំមិនថាប្រជាពលរដ្ឋផ្សេងទេគាត់មានការឈឺចាប់យ៉ាងក្រៃលែងដោយសារទាហានថៃបានទម្លាក់គ្រាប់បែក S16 ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាសិស្សសាលាមិនបានរៀនសូត្រព្រមទាំងប្តីប្រត់ប្រពន្ធប្រត់ប្តីដូចជាបងវរៈកងទ័ពនៃការតស៊ូតតាំងជាមួយនឹងទាហានសៀមទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយអស់រយៈពេលជាង10ថ្ងៃដែលពួកគាត់បានតតាំងចំពោះយោធាសៀមបានរំលោភបំពានលើដែនដីកម្ពុជាជនភៀសសិតរាប់ម៉ឺនគ្រួសារដែលបាននិរទេសចេញពីស្រុកភូមិកំណើតមកនៅតំបន់ភៀសសិតផ្សេងជួបការលំបាកនិយាយទៅខ្ញុំនិយាយទៅហាក់បីដូចជាចង់អួលណែនដើមកនេះនិយាយចេញពីអារម្មណ៍ពិតមិនថាខ្ញុំទេខ្ញុំសង្ឃឹមថានឹកថាបងប្អូនប្រជាពលរដ្ឋផ្សេងទៀតក៏គាត់មានគំនិតគិតដូចជារូបខ្ញុំបាទដែរអញ្ចឹងខ្ញុំសូមអំពាវនាវទៅដល់អង្គការសហប្រជាជាតិនឹងជួយជំរុញបន្ថែមការឈ្លានពានរបស់ទាហានសៀមមកលើដែនដីកម្ពុជាខ្ញុំបាទសូមគោរពជូនពរដល់បងវរៈកងទ័ពអស់តាមបន្ទាត់ព្រំដែនដែលកំពុងតែតតាំងជាមួយចៅឈ្លានពានឥឡូវនេះក៏ដូចជាបន្តទៅមុខទៀតក៏សូមឲ្យបងវរៈកងទ័ពទាំងអស់ឈ្នះនៅមារសត្រូវដែលកំពុងតែឈ្លានពានហើយក៏សូមប្រសិទ្ធិដល់បងកងទ័ពទាំងអស់សូមឲ្យបងកងទ័ពជោគជ័យនៅក្នុងសង្គ្រាមនេះហើយក៏សូមវត្ថុស័ក្តិសិទ្ធិគុណព្រះរតនត្រ័យនៅក្នុងលោកតាមបីបាច់ថែរក្សាបងកងទ័ពទាំងអស់ឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើននេះមួយទៀតក៏សូមជូនពរដល់សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏សូមឲ្យលោកនិងលោកជំទាវសមប្រកបជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនមានជ័យជំនះគ្រប់ភារកិច្ចបាទសូម